នេះនេះខាងដីខាច់ទឹកវាម៉ូចូលមកវាចូលអស់នេះបានតែមិនបានព្រៀបតូបានឆ្ងាយ22ម៉ែត្រប្រវែងវាចូល10ម៉ែត្រហើយជួនកាលបងប្អូនយើងដែលគិតមិនមានក៏ឲ្យគិតម៉ូដែរគិតចូលដែរជួនកាលគិតម៉ូក៏បវាក់ឲ្យចូលដែររណ្ដៅត្រង់សេឬលានដ្ឋានជាច្រើនត្រូវបានប្រជាពលរដ្ឋខ្មែរដែលរស់នៅជិតតំបន់ព្រំដែនកម្ពុជាថៃជីកសម្រាប់ត្រៀមការពារសុវត្ថិភាពពីការទម្លាក់គ្រាប់បែកឬការបាញ់ប្រហារដោយគ្រាប់ផ្លោងរបស់កងទ័ពថៃនៅតាមព្រំដែនជាយថាហេតុដាក់ចម្រឹងឈើតែមិនបានបិទករងបានតែបិទតែឈើដាក់វារួចយើងគ្របថង់កុំឲ្យទឹកវាចូលគ្របដីទៅលើការពារគ្របការពារបានតែមុំគ្របទួយគ្របទួយណាបើធំការពារមិនជាប់យើងការពារអំបែងណាការពារអំបែងការពារអំបែងការពារគ្របទួយវាអាចថាមានកន្លែងជ្រៅយ៉ាងណាយើងអាចក្រាបបានទេបើយើងមិនជីđâuក៏យើងក្រាបតាណាយើងមានកន្លែងណាដែលថាអាចក្រាបបានសុវត្ថិភាពអានេះប៉ុន្តែថាវាអាចសុវត្ថិភាព50ទៅ60%ហើយ70លោកខុនហនជាពលរដ្ឋម្នាក់រស់នៅចម្ងាយប្រមាណ3គីឡូម៉ែត្រពីព្រំដែនស្ថិតនៅភូមិធ្លកឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យលោកបានជួលអេស្កាវ៉ាទ័រជីកត្រង់សេជម្រៅប្រហែល2ម៉ែត្រនិងប្រវែងប្រហែល10ម៉ែត្រជាងដើម្បីត្រៀមទុកឲ្យសមាជិកគ្រួសាររបស់លោកនិងអ្នកភូមិផ្សេងទៀតនាំគ្នាពួនជ្រកខាងក្នុងដើម្បីការពារអំបែងគ្រាប់ប្រសិនមានការផ្ទុះអាវុធរវាងថៃនិងកម្ពុជាប្រួយវាចិត្តដែរ23គីឡូចេញពីនេះទៅពីជើងពីកន្លែងតំបន់ខ្ញុំទួយនោះ23គីឡូឡើងពីភ្នំទៅទៀតដូចជាជួយច្រើនដូចជួនកាលបើរដ្ឋាភិបាលឲ្យជីក៏ខ្ញុំនៅតែចង់ទៅជីព្រោះការពារខ្លួនឯងពួកម៉ែឪក៏ចង់ឲ្យជីវាការពារសុវត្ថិភាពលើខ្លួនយើងផងដូចយើងមានអាចចង់បានសង្គ្រាមទេថាសេត្រីមពួកខ្ញុំណាសេត្រីមបើបានគេចាប់ចរចាទៅត្រង់លេខក៏ស្ងាត់ធៀបទៅជាងប្រកាសធ្វើស្រែចានេះណាថាបាត់ធ្វើស្រែបងនោះស្រែទៅអត់ព្រោះនេះគឺសាប់នោះសោតឲ្យជា100ភាសាជាងនិយាយថា5សេជីគ្រប់គ្នាដូចជីបានខ្ញុំដឹងបាត់ទៅនេះតែណាតាស៊ូទៅចាស្ងាត់ទៅវាធ្វើទៅទេណាបើមិនស្ងាត់ទៅក៏យើងលឺទៅតែនោះនេះមានស្រែជាងការដូចទៅលងហើយឆ្នាំនេះគឺបាច់និយាយទីចាស់លៀនទៅក៏ចេះទៅទីណាកូនចៅទីលៀកដល់គូនងាកទៅបរោះវ័យ60ប្លាយដែលត្រូវជាឪពុករបស់លោកខុនហនគឺលោកខុនឈុំបានរំលឹកឡើងវិញពីបទពិសោធន៍ឆ្លងកាត់សង្គ្រាមនិងបានធ្វើឲ្យលោកធ្លាក់ខ្លួនពិការដោយសារតែជន់គ្រាប់មីនសង្គ្រាមបានធ្វើឲ្យលោកខុនឈុំឆ្អែតឆ្អន់និងមិនសូម្បីតែចង់ឃើញប្រទេសធ្លាក់ក្នុងភ្លុកសង្គ្រាមម្ដងទៀតទេតែទោះជាយ៉ាងណាក៏ដោយក្នុងកាលៈទេសៈបច្ចុប្បន្ននេះលោកបង្ហាញក្តីសង្ឃឹមយ៉ាងមុតមមលើទាហានជួរមុខរបស់ខ្មែរទប់ទល់នឹងបច្ចាមិត្តឈ្លានពានក្នុងបុព្វហេតុការពារទឹកដីរបស់ខ្លួនដឹងទៅណាបើត្រង់កណ្ដិតយើងជីត្រង់សេជីបានជ្រោយមិនបានអាចបើអារឿងគ្រើវាមួយចំដឹងធ្វើម៉េចអានោះវាមិនចង់ឲ្យកើតទេព្រោះសង្គ្រាមវាពិបាកគឺវាប៉ះពិលបងប្អូនវាស្រួលទេរឿងសង្គ្រាមតែចង់ធ្វើម៉េចស្រស់ស្រួលនេះត្រូវគ្នានោះវាជាប្រទាំងអស់សាងខាងទៅល្អវិញដូចជាប្រខាងនោះគ្នាមិនចង់ដែរអានេះចង់មកក្តាប់ទួយទេអានេះប្រឆាំងមកវានេះអុចអាលដូចជាប្រទេសថៃគ្នាចង់តែខ្លះភាគច្រើនគ្នាចង់តែវាចង់ឲ្យបានត្រូវគ្នាស្ថានភាពតានតឹងនៃការចរចាទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃបានបង្កឲ្យមានការព្រួយបារម្ភនិងភ័យខ្លាចដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ជាប់ព្រំដែនថៃលោកផាន់សារិនគឺជាកសិកររស់នៅឃុំបន្ទាយឆ្មាតាំងពីឆ្នាំ1991មកម្ល៉េះលោកថានេះគឺជាលើកទី1ដែលលោកត្រូវជីកត្រង់សេនៅផ្ទះលោកបញ្ជាក់បន្ថែមថាប្រសិនបើស្ថានភាពតានតឹងខ្លាំងលោកសុកចិត្តឲ្យសមាជិកគ្រួសារជំលះចេញទៅរកទីសុវត្ថិភាពតែរូបលោកបន្តនៅចាំថែរក្សាផ្ទះសម្បែងអត់ទេមកមុននេះមិនអបរំទេនេះអានេះក៏មិនសុំបរំប្រហែលគេថាឲ្យជាតាមគេទៅបរំមកមិនទាន់ឃើញជាក់ស្ដែងហ្នឹងឮតែព័ត៌មានមកថាតឹងតែងតាមព្រំដែនហ្នឹងទេឮគេថាព័ត៌មានសភាពផាព្រំដែនអត់ស្រួលក៏គេឲ្យជីក៏ជីតាមគេខ្ញុំមិនដឹងដែរខ្ញុំជាជន
ទេអានោះថាអាចការពារបានដូចឆ្ងាយយើងអង្គុយនេះទៅផុតទៅណាបើថាបើលើចំទៅលឺអានោះនឹងទៅម៉េចចំលុងនឹងទៅម៉េចអានោះនឹងទៅម៉េចការពារខ្លាចក្របផ្លងក្របអុយមកគេបានមិនលុងទៅយើងចូលក្រាបចូលអុយទៅចៅកូនក្មេងទូចាស់ចាស់នោះណាយើងមនុស្សធំក្មេងៗមិនសូវអីខ្លាចមនុស្សចាស់ក្មេងៗវាមិនដឹងมีภูมิก็เดินปรับเอาจีตรังเซยังกันไปคือทางกาเปียจังเจียบาไอ้พวกยังแบบจิตเจเด่นเจยังคลายกระพลาดโม่ยังจีตัวน้ำเนจีตัวตันตังครั้งบางเมียกีจำเลียใจใจก็พงยงก็น้ำเนใจตัวต่างอ๋อแต่บอกยังเคยยังคลายกาเปียคนเจ้ายังตุยได้เจ้ายังตุยก็บอกกีไม่เลียเท่านอนบ้านเตก็น้ำเนใจตัวต่างอ๋อเนี่ยเองโอ้ยยมเบอร์ไทยยมเจเปียบรัดยมมันจังอ้อยมีสังเกตเตจังอ้อยด่าเซ่เซ่เขาเอ้ยสันติเพียบគ្នាก็มวยเอาស្ដីរត់មន្ត្រីយើងនិយាយឲ្យត្រូវគ្នាទៅឲ្យទៅក៏ឲ្យវាត្រូវគ្នាក៏មិនមានសង្គ្រាមនេះណាចង់មកឃើញសង្គ្រាមទេចង់ហូរឈាមទេខាងនោះដាក់ត្រង់ស៊ីនេះជួដែលមកលីក្បាលបាទខ្ញុំប្រើណែតាប់ឈើហើយនៅបន្ទះឈើក្រាស់កំណះឈើមានអាខ្លះពីមកតើអាខ្លះពីតើដើម្បីដាក់ក្រៅទៅលើហើយខ្ញុំនឹងកាប់ដីក្លុកពីលើថែមទៀតខ្ញុំដាក់ប្រទេសឈើក្រាស់ក្លុកពីលើលោកខុនសំណាងជាអនុប្រធានភូមិធ្លក់បានជីកត្រង់សេយ៉ាងធំសម្រាប់សមាជិកគ្រួសាររបស់លោកទាំង6នាក់និងអ្នកភូមិដទៃទៀតអាចចូលជ្រកបានតាមអនុប្រធានភូមិធ្លក់ភូមិនេះមានប្រជាពលរដ្ឋជាង300គ្រួសារហើយពលរដ្ឋបានជីកត្រង់សេការពារគ្រាប់ប្រហែល70គ្រួសាររួចហើយខាងខ្ញុំណែប្រជាពលរដ្ឋខ្ញុំនៅវាមានចំនួន300គ្រួសារ303គ្រួសារក៏ប៉ុន្តែជាក់ស្ដែងគិតទៅថៃអស់ប្រហែលជាកន្ទង់50ឬក៏60គ្រួសារតែក្នុងផ្ទះយើងមាន230ខ្នងតែត្រង់សេដែលជាក់ស្ដែងដែលពលរដ្ឋខ្ញុំជីនេះបានចំនួន70ត្រង់សេហើយដើម្បីការពារតែពលរដ្ឋរបស់ពួកខ្ញុំគិតអត់បានចលិះទូណាទេគិតនោះនឹងនេះព្រោះគិតជាអ្នកចាស់ទឹកដីនោះនឹងនេះគិតអត់មានបងប្អូនមកពីឆ្ងាយទេព្រមមូលដ្ឋានគិតជាក់ស្ដែងគឺគិតអ្នកស្រុកនោះនេះគិតមានអាយុត្រង់សេដើម្បីយ៉ាងណាបញ្ជាគ្រឿបបើថាមានការងារបត្រុសត្រាស់យ៉ាងណាបើគេទៀមទាឲ្យពួកខ្ញុំចលិះទៅក្នុងពួកខ្ញុំក៏ទូបើថាទៀបការនោះតែយ៉ាងចេះពួកខ្ញុំក៏នោះនេះឯងប្រកបអាជីវកម្មធម្មតាតែបើយើងត្រង់សេនេះយើងជីការពារព្រោះពួកខ្ញុំជីបណ្ដើនេះតាំងពីថ្ងៃទី8នោះយើងជីមួយជាក់ស្ដែងនេះបាន70គ្រួសារហើយដែលជីត្រង់សេតាមក្នុងផ្ទះរៀងខ្លួនតែរដ្ឋាភិបាលខ្ញុំនេះពេលនេះស្ដេចប្រឡែកគ្នាដែរខ្ញុំក៏ជីធំដើម្បីឲ្យពលរដ្ឋទៅនៅជិតខាងនេះអាចចូលបានបើមានរឿងទន្ទឹមគ្នានេះពលរដ្ឋមួយចំនួនក៏បានត្រៀមសម្ភារៈអង្ករនិងម្ហូបអាហារករណីមានការជំលះដោយប្រការណាមួយដែរស្របពេលដែលរដ្ឋាភិបាលកម្ពុជាក៏មានគោលការណ៍ជំលះពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែនជាមួយថៃទៅរកតំបន់ដែលមានសុវត្ថិភាពដែរបើជាស្ដែងពលរដ្ឋដែលនោះនេះគឺគាត់ជីត្រង់សេគាត់ធ្វើការធម្មតាតែគាត់ក្តាប់មើលតែផែនការបើសិនមានការងារអីពួកខ្ញុំនឹងប្រកាសជាមីក្រូដើម្បីឲ្យគាត់ត្រៀមតែពួកខ្ញុំក៏នូស្ដាប់មើលផែនការដែរតែផែនការយ៉ាងណាពួកខ្ញុំក៏នឹងប្រកាសមីក្រូដើម្បីឲ្យពលរដ្ឋគាត់ត្រៀមតែសប្តាហ៍នេះពលរដ្ឋគាត់ត្រៀមដែរត្រៀមជាស្បៀងត្រៀមជាខោអាវជាអង្គជាអុយសម្រាប់ការងារមានយប់ថ្ងៃអុយគាត់មានត្រៀមទូស្នាច់គាត់ច្រកទូស្នាច់តែជាស្ដែងសប្តាហ៍គាត់ធ្វើការធម្មតា